ว้าวตะนองดาเลยบองใส่เมื่อตะกุยจังยำเหมือนเต้นบองจ้าโอ้จังไอ้ยังไม่จ้านะจ้าเอาคนบองจังยำตะทกายนะบองนะจ้าโอ้จ้าแม่ใบไอ้បាយបោះពុនខ្ញុំមិនមែនបងយកតាំងតែប្រពន្ធឯងផងក៏មកធ្វើទឹកមុខដាក់យើងយកខំចំអិនឲ្យបាទបងអូនធាមិនបានឯងយកបាយទៅញ៉ាំចំបងស្រីខំធ្វើឲ្យបាយម៉ាក់មើលដល់ហើយមហូបនេះគឺជាមហូបដែលសោតពីបង្ការបាយដល់ហើយតាថាបងធំមកគាត់តែលំអៀងរហូតមកហើយអូនឯងគិតច្រើនទេហីបងធំក៏មិនមែនមនុស្សអញ្ចឹងទេមិនអូនឯងអត់ដែរប្រាប់បងអញ្ចឹងអត់អីបងធំមកប្រហែលជាគាត់គិតថាបង្ការស្គមពេកបាទឲ្យញ៉ាំតែរបស់ឆ្ងាញ់ហើយស្រសាច់ចឹងចឹងអត់អីទេបាយនឹងទុកឲ្យបងអ្នកញ៉ាំចឹងអូនឯងទៅញ៉ាំនៅជិតកន្លែងធ្វើការចាណែអូនឯងញ៉ាំមកច្រើនចានងាកហ្នឹងបងធ្វើសិតតែមកអូនឯងចូលចិត្តទាំងអស់នេះអូនចាបងមើលសិនឆ្ងាញ់កណាណោះបងហប់តែភ័យស្មានតំណាគេមកអូនញ៉ាំបាយជុំគ្នាមកហូបឆ្ងាញ់អូនមកញ៉ាំបាយជុំគ្នាមិនមែនបងឯងញ៉ាំទេនិយាយធ្វើឲ្យបងអូនស្រីនិងបងប្រុសរបស់យើងឯងគ្មានសិទ្ធញ៉ាំទេបងមិនបាញ់និយាយទៀតទេអូនតាអូនយើងញ៉ាំមកឲ្យហូបតិចកុំរវល់មួយវាឲ្យវាទៅងម្នាក់វានឹងទៅយើងចាប់ផ្ដើមញ៉ាំមកតោះជាមេផ្ទះរបៀបម៉េចនេះប្តីធ្វើការហាច់ខ្លួនឯងនេះមកអង្គុយស៊ីធ្វើមិនដឹងបងមិនបាននិយាយដាក់ពុនខ្ញុំបែបហ្នឹងនេះគឺជាអាហារពេលល្ងាចរបស់ប្រពន្ធខ្ញុំឯណាម្យ៉ាងទៀតណាគាត់អត់តំបានហូបអាហារពេលល្ងាចឡើយទេអូមិនបានឯងនិយាយអញ្ចឹងរាល់ថ្ងៃហ្នឹងយើងនៅផ្ទះហ្នឹងយើងធ្វើទាំងអស់ការងារផ្ទះសម្អាតផ្ទះបោកពួកមកហូប3ពេលសម្រាប់ពួកឯងហើយប្រពន្ធឯងធ្វើអីខ្លះរាល់ថ្ងៃហ្នឹងមកពីធ្វើការវិញដេកស៊ីខ្ជិលស្អីក៏មិនធ្វើដែរចាក់ពីពេលហ្នឹងតទៅយើងមិនឲ្យអ្នកដតីមកស៊ីមកហូបដែលយើងធ្វើទេនៅក្នុងផ្ទះរបស់យើងណាអត់មានអ្នកដតីទេសុធាគឺជាប្រពន្ធរបស់ខ្ញុំហើយក៏ជាប្អូនថ្លៃរបស់បងដែរម្យ៉ាងទៀតនាងបានរៀបការជាមួយនឹងខ្ញុំស្របច្បាប់មិនបានមកឯងនិយាយអញ្ចឹងអត់ត្រូវទេអត់ត្រូវយ៉ាងម៉េចផ្ទះនេះជាផ្ទះរបស់ឯងអញ្ចឹងផ្ទះរបស់ឯងគឺជាផ្ទះគ្រួសាររបស់យើងអ្នកដតីអត់មានតាក់ទងទេខ្ញុំគ្រាន់តែជួយការងារផ្ទះតិចតួចគ្មានអីត្រូវខុសទេអូអញហ៊ាននិយាយលើតើការប្រពន្ធឯងដល់ម្លឹងផងយើងខំអាណិតស្រឡាញ់ឯងបានយើងមកជួយចឹងឯងគិតថាពួកយើងនេះជាអ្នកដតីមែនបើដឹងតែឯងកាត់តែយូរអញ្ចឹងយើងមិនមកជួយការងារឯងទេមែនហើយបងធំនិយាយត្រូវអូនប្រុសគាត់ដល់ខំមកជួយការងារបោះផ្ទះសម្អាតផ្ទះធ្វើម្ហូបមិនបានអូនអកតញ្ញូដាក់បងធំបែបហ្នឹងបងឯងក៏អញ្ចឹងដែរអាយុប៉ុណ្ណេះហើយប្តីក៏គ្មានកូនក៏គ្មានថ្ងៃធ្វើអីបានខ្លះអត់ប្រយោជន៍មែនបានឯងនិយាយឲ្យបងអញ្ចឹងបានទេបងបាច់និយាយអីទៀតទេបងឯងពីរនាក់នៅមិនកាយចរិតទេមិនបាច់នៅផ្ទះខ្ញុំទៀតទេមកវិញនិយាយឲ្យយើងទឹកក្រូចឆ្មាសញ្ញាម៉ាក់ដំរីជាគ្រឿងផ្សំបន្ថែមសម្រាប់ម្ហូបធ្វើឲ្យរសជាតិកាន់តែឈ្ងុយឆ្ងាញ់លើពីនេះអាចធ្វើជាគ្រឿងផ្សំគោសម្រាប់ភេសជ្ជៈបានផងដែរទឹកក្រូចឆ្មាសញ្ញាម៉ាក់ដំរីជាមិត្តដ៏ឆ្លាតវៃសម្រាប់ម៉ាក់និងអាជីវករ